ចាសួស្តីពុកម៉ែបងប្អូនថ្ងៃហ្នឹងខ្ញុំមកចែកវិធីសាស្ត្របំពងស្លាប់មាន់ធ្វើម៉េចឲ្យស្រួយឆ្ងាញ់ហើយខាងក្នុងវានៅទន់បងប្អូនហើយវិធីរបស់ខ្ញុំគឺងាយទេហើយយើងអាចហូបជាមួយទឹកជ្រលក់ឬក៏ទឹកម្ទេសនៅក្នុងផ្ទះបានណាបងប្អូនហើយបន្ទាប់មកយើងមកមើលគ្រឿងផ្សំទាំងអស់គ្នាបងប្អូនខ្ញុំមានស្លាប់មាន់កន្លះគីឡូបងប្អូនតែខ្ញុំប្រឡាក់អំបិលរ៉ូឌីហ្នឹង1ស្លាបព្រាកាហ្វេហើយយើងទុកវាមួយឡែកសិនទៅណាយើងប្រឡាក់ហើយយើងទុកវាមួយឡែកសិនមកបន្ទាប់មកគ្រឿងម្សៅខ្ញុំប្រើម្សៅ1ខាំម្រេចបន្តិចអំបិលបន្តិចបងប្អូននិងម្សៅម្ទេសកន្លះស្លាបព្រាកាហ្វេ baking powder កន្លះស្លាបព្រាកាហ្វេបងប្អូនហើយទៅលើទឹក150 ml ហើយយើងដាក់វាម្ដងតិចទៅហើយយើងកូរវាបងប្អូនហើយយើងកូរវាសព្វហើយទៅលើពងមាន់ខ្ញុំប្រើមួយគ្រាប់ដែរបងប្អូនពងមាន់ហ្នឹងយើងដាក់ដើម្បីឲ្យវាស្រួយឆ្ងាញ់ហើយទៅលើ baking powder ក៏ធ្វើឲ្យស្រួយដែរហើយបើសិនជាបងប្អូនកូរសព្វហើយបងប្អូនទុកវា10នាទីសិនមុននឹងយកទៅបំពងយើងទុកវាឲ្យមួយផ្លែតសិនទៅហើយបន្ទាប់មកយើងមកបំពងបងប្អូនយើងដាក់ខ្ទះយើងប្រេងយើងឲ្យក្តៅទៅណាហើយយើងយកមាន់របស់យើងដែលបានប្រឡាក់អំបិលរ៉ូឌីបន្តិចនឹងឲ្យវាមានជាតិហ្នឹងយើងយកវាមកដាក់មកជ្រលក់ក្នុងម្សៅទឹករបស់យើងយកវាមកជ្រលក់ក្នុងម្សៅហុយរបស់យើងម្សៅមីហើយយើងយកមកជ្រលក់2ដងទៅហើយយើងដាក់បំពងទៅបងប្អូនធ្វើបែបហ្នឹងម្សៅរបស់យើងគឺវាជាប់បានច្រើនហើយស្រួយឆ្ងាញ់ខាងក្រៅហើយសាច់ខាងក្នុងវាទន់បងប្អូនអត់មានស្រួយទាំងក្រៅទាំងក្នុងទេណាពេលស្រួយទាំងក្រៅទាំងក្នុងវាអត់សូវឆ្ងាញ់ប៉ុន្មានទេបងប្អូនហើយវាធ្វើឲ្យសាច់មាន់របស់យើងនឹងស្ងួតខ្លាំងហើយការបំពងយើងយកបំពង2ដងបងប្អូនឆ្អិន 70% យើងយកវាចេញមកបងប្អូនហើយបន្ទាប់មកយើងបំពងជាលើកទី2ប្រហែល2នាទីទៅវាឆ្អិនហើយពេលវាឆ្អិនហើយយើងទុកវាមួយឡែកសិនទៅឲ្យវាស្រស់ខ្លាញ់មួយផ្លែតចាំយើងយកវាមកញ៉ាំជាមួយទឹកម្ទេសឬក៏ទឹកជ្រលក់ដែលយើងធ្វើខ្លួនឯងហើយប្រភេទទឹកជ្រលក់នេះខ្ញុំមាននៅក្នុងវីដេអូបងប្អូនអាចចូលទៅមើលបានចាបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត